ប៉ុន្តែអត់បានមកវិញហើយបាត់បង់ទាំងលុយអត់បានទាំងរបស់មកទៀតអញ្ចឹងក្នុងករណីដែរតំណែងយើងច្រើនយើងអត់បានមករំលងដូចជាខ្ញុំជាដើមខ្ញុំពីនឹងបាត់តំណែងហើយបងលុយចោលតែទៀតនេះគឺជាចំណុចដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាហើយគឺជាសារដាស់តឿនមួយផងដែរហើយខ្ញុំចង់ចែករំលែកបទពិសោធន៍នេះទៅដល់អ្នកទាំងអស់គ្នាជាដំបូងគឺខ្ញុំទិញហើយនឹងទូទាត់នៅក្នុង app 淘宝ជាធម្មតាអញ្ចឹងគឺពេលដែលទិញហើយគឺតំណែងនោះក៏បានលោតចូលទៅដល់កន្លែងនៅក្នុងការ pay ហើយតំណែងនោះមើលទៅដូចជាដឹកថាមកដល់យើងអញ្ចឹងហើយខ្ញុំក៏អត់បានចាប់អារម្មណ៍ដែរដោយសារតាខ្ញុំគឺទិញនោះមក order មួយមាន28តំណែងលើកទី2 21លើកទី3 10អីចឹងទៅចឹងស្រកអស់ប្រហែលជា59ទៅ60អីចឹងទៅតំណែងចឹងមានគឺមានច្រើនមែនតើហើយអញ្ចឹងទៅខ្ញុំក៏ប្រើករណីដែលខ្ញុំប្រើលោតដាវសម្រាប់ទទួលតំណែងមកពីប្រទេសចិនអញ្ចឹងខ្ញុំអត់ប្រម៉ូទលោតដាទេអត់មានឲ្យខ្ញុំប្រម៉ូទអីទេគាត់ថាអ្នកនរគ្នាអាចប្រើក្រុមហ៊ុនផ្សេងក្នុងការដឹកជញ្ជូនតំណែងមកស្រុកខ្មែរបានហើយតែលោតដាចង់ខ្ញុំ review ហើយខ្ញុំពងទៅ process ជឿខ្ញុំអាចដឹងបានច្រើនតបទៀតចូលដល់រឿងយើងទៀតហើយប៉ុន្តែគាត់ថាខាងក្រុមហ៊ុនដឹកជញ្ជូនអញ្ចឹងក៏បានប្រាប់ដែរថាពេលដែលយើងទិញតំណែងយើងអាចដាក់ចូលទៅក្នុងកន្លែងដឹកជញ្ជូនអន្តរជាតិហើយចុះឈ្មោះកញ្ចប់អីអញ្ចឹងទៅជា Inter Express Register ហើយ kit ដើម្បីពេញ form ហើយអាចវាមួយក្នុងតំណែងហើយចំពោះតំណែងខ្ញុំមានច្រើនអញ្ចឹងហើយជាបទពិសោធន៍រាល់ដងគឺអត់មានបញ្ហាទេតំណែងភាគច្រើនគឺមកអីអញ្ចឹងទៅហើយតែលើកនេះខ្ញុំរៀងចម្លែកតិចហើយខ្ញុំក៏ឆែកពួកខ្ញុំចាំថារបស់មួយហ្នឹងគឺខ្ញុំអត់តង់ឃើញមកដល់អញ្ចឹងខ្ញុំឆ្ងល់ហើយក៏ខ្ញុំមើលទៅក្នុង app 淘宝ទៅគឺឃើញមកចូលនៅកន្លែងដែលទទួលបានតំណែងដូចតំណែងផ្សេងទៀតប៉ុន្តែអត់តង់ឃើញមកដល់ទៀតហើយនៅពេលចូលទៅក្នុង app នៅស្រុកខ្មែរដែលថាទូទាត់តំណែងហ្នឹងក៏មើលទៅឃើញតំណែងហ្នឹងចម្លែកទៅពេលផ្សេងទៀតគឺមានគឺបានទទួលអស់ហើយចឹងខ្ញុំក៏សួរទៅខាង Lotus Express មួយក៏ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនហ្នឹងហើយក៏ទៅគេថាគេបានទទួលទេហើយខ្ញុំក៏បានឆាតទៅសួរទៅខាងហាងដែលខ្ញុំទិញហ្នឹងនៅក្នុង app 淘宝ចឹងទៅហើយក៏ឲ្យគេឆែកចឹងទៅសូមបញ្ជាក់កន្លែងហ្នឹងពេលដែលយើងសួរគេដូចជានៅក្នុងក្រុមហ៊ុនផ្ដល់សេវាហ្នឹងគឺយើងត្រូវតែផ្ដល់លេខកូដតំណែងឲ្យគេអញ្ចឹងពេលដែលយើងគេទឹកមកគឺគេមាននៅលើនឹងស្រាប់ហើយក្នុងនឹងអាចឆែកមើលបានហើយចឹងទៅក្នុងហាងនៅចិនហ្នឹងក៏បានប្រាប់ដូចខ្ញុំថាអត់បានចឹងនិយាយថាបានដឹកមកដល់មែនអញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអូពិតជាមានករណីនឹងដែលពិតជានឹកមិនស្មានអញ្ចឹងគាត់ថាតំណែងទាំងអស់ដូចខ្ញុំនិយាយអញ្ចឹងគឺដូចជាសឹងតែទទួលបានទាំងអស់ហើយចឹងនិយាយថាខ្វះតែមួយនឹងអញ្ចឹងច្រើនតំណែងមែនទែនដល់ទៅ60អីអញ្ចឹងគាត់ក៏បានអោសិនមកខ្ញុំអញ្ចឹងហើយខ្ញុំក៏បាន refund លុយនឹងត្រឡប់មកវិញបានដែរអញ្ចឹងទៅប៉ុន្តែចំពោះតំណែងមុនទៀតដែលខ្ញុំបានឆែកតែគឺថាខ្ញុំរវល់អីអញ្ចឹងទៅអត់បានមិត្តដិតដល់អញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែឆែកមើលទៅផ្សេងជាអ្នកទាំងអស់គ្នាទិញតិចមើលក៏កាន់តែអ្នកទាំងអស់គ្នាទិញច្រើនអីគួរតែឆែកមើលបន្ថែមទៀតថាតើពេលយើងទទួលបានតំណែងហ្នឹងវាត្រូវនឹងអ្វីដែលយើងនៅក្នុងយើងបាន order ទាំងអស់ហើយនៅមួយណាដែលអត់បានអីចឹងទៅកុំឲ្យមើលរំលងហើយបើសិនជាអាចទៅរួចអាចចូលទៅក្នុងកន្លែងចូលក្នុងចុះឈ្មោះក្នុងកញ្ចប់អីអញ្ចឹងទៅដាក់ថែមទៀតអីអញ្ចឹងទៅបើសិនជាច្រើនពេកយើងអាចមើលគាត់ថាវាចំណាយពេកជួនកាលវាអូតូហ្នឹងចុះឈ្មោះក្នុងកញ្ចប់នោះឲ្យយើងហើយតែយើងត្រូវឆែកជាមួយលេខអីថែមទៀតវាចំណាយពេកយើងចង់ចុះខ្លួនឯងមួយចឹងទៅបើថាតិចអត់អីទេតែថាយើងច្រើនតើតើអ្នកនរគ្នាតាមមើលដូចខ្ញុំចឹងកុំឲ្យវារំលងមួយក៏អត់បាត់តំណែងណាអញ្ចឹងទៅហើយខ្ញុំគាត់ថាប្រហែលមុនដែរប្រហែលជាអាចមាន missing ដែរតែខ្ញុំអត់បានចាប់អារម្មណ៍ដល់ពេលលើកនេះខ្ញុំចាប់បានធ្វើខ្ញុំដឹងថាថ្ងៃក្រោយខ្ញុំត្រូវប្រយ័ត្នថែមទៀតអញ្ចឹងជាសារដាស់តឿនមួយក៏អ្នកទាំងអស់ជាការចែករំលែកបទពិសោធន៍អ្នកទាំងអស់គ្នាដឹងចំណុចនេះបន្ថែមទៀតហើយចំពោះអីវ៉ាន់ពេលខ្លះគឺខ្ញុំទិញច្រើនជាងនឹងទៀតអាចទៅដល់100តំណែងជាងអីជាដើមហើយក៏
ចឹងទៅធ្វើឲ្យខ្ញុំក្រោយមកទិញទំនិញចាស់ហ្នឹងខ្ញុំបានមើលរំលងកន្លែងហ្នឹងហើយក៏រៀងឆ្ងល់ដែរប៉ុន្តែក៏អត់បានទៅពិនិត្យទឹកដមក៏របបផងដែរអញ្ចឹងសង្ឃឹមថា message នេះគឺសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តទិញទំនិញថោកបោហើយក៏មានបំណងថាចង់ទិញដើម្បីមានការប្រុងប្រយ័ត្នទៅលើនឹងថែមទៀត